ថ្មីនេះឃើញថាក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានចូលអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន Daikin ដែលជំវិញទៅនឹងកិច្ចសហការលើកកម្ពស់ស្តង់ដារម៉ាស៊ីនត្រជាក់និងនិរន្តរភាពនៅក្នុងវិស័យ HVAC នៅកម្ពុជាជំវិញទៅនឹងអនុស្សរណៈនៃការយោគយល់ក្នុងពេលនេះគឺកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការលើកកម្ពស់ស្តង់ដារប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយផ្ដល់ការគ្រប់គ្រងផ្នែកបច្ចេកទេសការកសាងសមត្ថភាពនិងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាពកិច្ចសហការក្នុងពេលនេះគឺមានគោលដៅតម្រង់ទិសវិស័យ HVAC នៅកម្ពុជាជាមួយនឹងឧត្តមមានវត្តអន្តរជាតិបង្កើនប្រសិទ្ធភាពធម្មពលនិងគ្រប់គ្រងគោលដៅអាកាសធាតុរបស់កម្ពុជាអាដាមហាំវ៉ាន់ឌីបានបញ្ជាក់ផងដែរថាពាក់ព័ន្ធទៅបាននឹងការលើកកម្ពស់ស្តង់ដារម៉ាស៊ីនត្រជាក់នៅព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោកអាគីដូរីអាតារ៉ាស៊ីដែលជានាយកគ្រប់គ្រងទូតប្រចាំតំបន់អាស៊ាននិងអូសេអានីរបស់ Daikin Group និងជាប្រធានក្រុមហ៊ុន Daikin នៃប្រទេសថៃដែលបានអញ្ជើញចូលរួមជាសកម្មភាពនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះដោយអាដាមបញ្ជាក់ថាភាពជាដៃគូនេះគឺឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យប្រសើរឡើងនៅស្តង់ដារឧស្សាហកម្មនិងការលើកកម្ពស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជានិងបរិស្ថានរបស់យើងចំណែកឯលោកតូស៊ីយូគីតាណាកាបានស្វាគមន៍ចំពោះកិច្ចសហការដ៏ល្អក្នុងពេលនេះហើយលោកបានបង្ហាញនៅមោទនភាពដែលបានចូលរួមគ្រប់គ្រងនៃបាការឈ្មោះទៅរកដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រព័ន្ធខ្យល់ចេញចូលប្រកបដោយប្រសិទ្ធភាពនិងមានទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថានតាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធន៍និងជំនាញជាសកលរបស់យើងដើម្បីពង្រីកសមត្ថភាពក្នុងស្រុកនិងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាបន្ទាប់ពីលោកនាងបានទស្សនាព័ត៌មានសេដ្ឋកិច្ចជាតិហើយទស្សនាព័ត៌មានសេដ្ឋកិច្ចអន្តរជាតិវិញម្ដងយើងនៅតែ